ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំម៉ាក់បលីហួរថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូចែករំលែកពាក់ព័ន្ធជាមួយនឹងជំងឺមហារីកបាតភ្នែករបស់កូនខ្ញុំឬមកក៏យើងហៅថា Retinoblastoma នឹងឯងអញ្ចឹងសម្រាប់ជំងឺមហារីកបាតភ្នែកនេះផងដែរតាមបច្ចុប្បន្នភាពមន្ទីរពេទ្យដែលអាចព្យាបាលជំងឺមហារីកបាតភ្នែកនេះបានគឺមានតែមន្ទីរពេទ្យកុមារអង្គរតែមួយគត់ដែលគាត់អាចឆែកទាំងសុខភាពភ្នែកការព្យាបាលជំងឺមហារីកបាតភ្នែកនេះផងដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ទាន់បានស្គាល់ថាជំងឺ Retinoblastoma ឬមួយក៏មហារីកបាតភ្នែកនេះមានអាការៈមិនទេគឺបងប្អូនទាំងអស់គ្នាអាចចូលឆែកទៅក្នុង Google បានព្រោះខ្ញុំធ្លាប់ធ្វើវីដេអូឲ្យមួយសាយហើយពាក់ព័ន្ធមួយនឹងជំងឺនេះផងដែរខ្ញុំមើលឃើញថាជំងឺនេះគឺវារៀងកើតឡើងច្រើននាពេលបច្ចុប្បន្នតែតាមពិតទៅជំងឺមហារីកបាតភ្នែកនេះនៅខាងក្រៅស្រុកគឺគេកើតយូរហើយបងប្អូនប៉ុន្តែនៅក្នុងកំឡុងពេលដែលខ្ញុំសម្រាប់ព្យាបាលអូនតាំងពី6ខែរហូតដល់បច្ចុប្បន្ននេះមកដល់ឥឡូវហ្នឹងគឺចំនួននៃក្មេងដែលគាត់កើតជំងឺ Retinoblastoma ឬមកក៏យើងហៅថាជំងឺមហារីកបាតភ្នែកនេះគឺមានច្រើនបងប្អូនមានការកើនឡើងជាលំដាប់ហើយសម្រាប់ជំងឺនេះផងដែរគឺជាជំងឺមួយដែលពិបាកនឹងស្វែងយល់វាខ្លាំងមែនទែនហ្មងដែលបើសិនជាយើងគិតថាកូនយើងកើតជំងឺភ្នែកកើតជំងឺមហារីកបាតភ្នែកយើងវាប្រកាសជាមានរូបភាពមួយដែលយើងជាម្ដាយឪពុកនឹកសម័យថាប្រហែលជាភ្នែកកូនយើងនឹងក្រហមភ្នែកកូនយើងនឹងមានអាចភ្នែកកូនយើងនឹងចេញទឹកភ្នែករហូតឬមួយក៏មិនមានប្រក្រតីណាមួយទើបយើងដឹងថាគាត់កើតជំងឺមហារីកបាតភ្នែកប៉ុន្តែខ្ញុំចង់ប្រាប់ម៉ាក់ប៉ាទាំងអស់គ្នាថាជំងឺនេះគឺពិបាកមែនទែនហ្មងបងប្អូននិយាយទៅការពេលដែលកូនខ្ញុំគាត់កើតហ្នឹងគឺសំណាងខ្លាំងមែនទែនដោយសារតែខ្ញុំអត់ដែរទុកកូនចោលបងប្អូនហើយខ្ញុំក៏អត់ដែរឲ្យអូនមើលទូរស័ព្ទអីញ៉ៃដែរនិយាយទៅខ្ញុំភាគច្រើនគឺចំណាយពេលជាមួយកូនហ្មងដោយឡែកពេលដែលខ្ញុំលេងជាមួយគាត់ទៅខ្ញុំឃើញភ្នែករបស់គាត់ហ្នឹងគឺចាំងជាមួយនឹងពូទៅវាចេញដូចលក្ខណៈភ្នែកឆ្មានៅពេលដែលយើងប្រចាំងភ្នែកចំភ្នែកឆ្មាពេលយប់ចឹងគឺខូងលក្ខណៈខូងនៅកណ្ដាលប្រស័យហ្នឹងហ្មងវាធ្វើឲ្យយើងមើលទៅភ្នែកកូនយើងគឺអត់មានប្រស័យទេហើយអ្វីដែលសំខាន់ម៉ាក់ប៉ាទាំងអស់គ្នាអាចធ្វើការមើលភ្នែកតួពិនិត្យភ្នែករបស់កូនយើងដោយការប្រចាំ flash ទូរស័ព្ទឬមួយក៏យើងអាសាធ្វើតេស្តសុខភាពគាត់ម្ដងមួយចំហៀងចឹងទៅចង់ដឹងថាតើកំហើញនៃការមើលឃើញរបស់កូនរបស់យើងនឹងគឺបានទាំងសងខាងឬអត់ហើយអ្វីដែលខ្ញុំចង់ប្រាប់ម៉ាក់ប៉ាទាំងអស់គ្នាថាគួរប្រុងប្រយ័ត្នជាមួយនឹងជំងឺ Retinoblastoma នេះគឺវាពិបាកខ្លាំងណាស់បងប្អូនភាគច្រើនគឺវាកើតចំពោះក្មេងក្រោមអាយុ5ឆ្នាំហើយអ្វីដែលយើងគួរឲ្យខ្លាចបងប្អូនក្មេងខ្លះកើតមកគឺគាត់មានពីកំណើតតែម្ដងក្មេងខ្លះ2ខែអាចនៅកម្រិត3កម្រិត4ក៏មានដែរបងប្អូនអញ្ចឹងជំងឺនេះគឺសាហាវខ្លាំងមែនទែនហ្មងដែលធ្វើឲ្យយើងជាអាណាព្យាបាលជាម្ដាយឪពុកគឺពិបាកមើលនឹងភ្នែកខ្លាំងមែនទែនហ្មងបងប្អូនបើយល់ល្អសម្រាប់ម៉ាក់ដែលគាត់កើតកូនបានលក្ខណៈថាកើតកូនហើយនៅក្នុងមន្ទីរពេទ្យអីភាគច្រើនគឺគេឆែកតែបេះដូងថាកូនយើងបេះដូងចំហអត់ជួសកែងជើងមើលទៅកូនយើងមានសុខភាពល្អមានជំងឺដំណរពូជមួយក៏អីឆែកសុខភាពផ្សេងឆែកសួរសាច់អីចឹងទៅប៉ុន្តែដោយឡែកតែភ្នែកបងប្អូនគឺគេអត់ឆែកឲ្យយើងទេហើយជំងឺនេះខ្ញុំប្រាប់បងប្អូនអរគ្នាមិនមែនថាដំណរពូជទេបងប្អូនក្រៅពីខ្ញុំធ្វើការ share បទពិសោធន៍រៀងៗខ្លួនខ្ញុំពេលដែលខ្ញុំបានទៅពេទ្យគឺខ្ញុំមាត់ខ្ញុំនៅអត់ស្ងៀមបងប្អូនខ្ញុំដើរទៅសួរម៉ាក់ប៉ាគេចេះមួយគ្រួសារបងឯងមានការដំណឹងអត់មានអត់គឺភាគច្រើនបងប្អូនខ្ញុំសួរទៅអត់មានអ្នកណាគេដែលមានក្រុមគ្រួសារកើតជំងឺមហារីកបាតភ្នែកហ្នឹងឯងបងប្អូនអញ្ចឹងបងប្អូនអរគ្នាត្រូវគិតថាជំងឺមហារីកបាតភ្នែកនេះគឺមិនមែនដំណរពូជតែមួយមុខទេវាអាចផ្លាស់ប្ដូរស្រែនទៅខ្លួនវាអញ្ចឹងវាគួរឲ្យខ្លាចខ្លាំងណាស់បងប្អូនព្រោះពេលដែលខ្ញុំជួបជាមួយនឹងម៉ាក់ប៉ាដែលគាត់គេនៅសាលមហារីកដូចគ្នាខ្ញុំសួរគាត់ហើយភាគច្រើនគាត់ថាអត់អីទេកូនគាត់ទី1ទី2ដែរអញ្ចឹងមកចង់ក្រោយអញ្ចឹងទៅហើយសួរថាមានដំណរពូជអ៊ំពូមីងណាដែលគាត់អញ្ចឹងគឺគាត់អត់មាននិយាយទៅគាត់អត់មានណាអត់មានដំណរពូជទេហើយភាគច្រើនណាម្ដាយឪពុកគឺសួរគ្នាចុះឡើងគឺអញ្ចឹងទាំងអស់បងប្អូនអញ្ចឹងជំងឺនេះគឺជាជំងឺមួយដែលខ្ញុំគិតថាបងប្អូនទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ជាមួយនឹងភ្នែករបស់កូនឲ្យខ្លាំងបំផុតបងប្អូនព្រោះថាជំងឺនេះគឺពិបាកខ្លាំងមែនទែនហ្មងបងប្អូនវាមិនចេញជាអាការៈអីបងប្អូនបើសិនជាវាចេញជាអាការៈហើយគឺភាគច្រើនក្មេងហ្នឹងគឺកម្រិតទី4ទី5ហើយក្មេងខ្លះម៉ាក់ប៉ាដឹងលុះត្រាតែគាត់មើលលេងឃើញដើរបុកនេះបុកនោះអញ្ចឹងទៅគាត់មើលលេងឃើញមិនគាត់យកទៅពេទ្យហើយខ្ញុំចង់ជម្រាបប្រាប់បងប្អូនទាំងអស់គ្នាថាបើសិនជាកូនរបស់បងប្អូនមានជំងឺភ្នែកខ្ញុំឲ្យ recommend ថាបងប្អូនទាំងអស់គ្នាគួរយកគាត់ទៅមើលទៅពិនិត្យនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបតែម្ដងទី1ពេទ្យនៅទីនោះគេមានជំនាញព្យាបាលជំងឺមហារីកបាតភ្នែកប្រសិនបើកូនបងប្អូនទាំងអស់គ្នាមិនកើតជំងឺហ្នឹងបងប្អូនទាំងអស់គ្នាឈឺជំងឺអីផ្សេងក្រោយអញ្ចឹងយើងយកទៅយើងកាត់ទុកថាយើងយកគាត់ទៅឆែកសុខភាពឲ្យចំទីតាំងឲ្យចំកន្លែងអញ្ចឹងវាធ្វើឲ្យយើងមានទំនុកចិត្តទី2បើសិនជាពេទ្យគេឆែកទៅរោគឬគល់ទៅគេថាកូនយើងមានជំងឺមហារីកបាតភ្នែកនៅកម្រិតស្រាលបងប្អូនទាំងអស់គ្នាមានសង្ឃឹមច្រើនសង្ឃឹមទុកភ្នែកកូនច្រើនសង្ឃឹមព្យាបាលទាន់ពេលច្រើននេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកប្រាប់បងប្អូនទាំងអស់គ្នាដូច្នេះហើយក្នុងនាមខ្ញុំជាម្ដាយដែលខ្ញុំទទួលរងជាមួយនឹងជំងឺផ្លូវចិត្តដែលខ្ញុំទទួលបានថាកូនខ្ញុំកើតជំងឺមហារីកបាតភ្នែកហ្នឹងគឺខ្ញុំទទួលយកហើយខ្ញុំមានអារម្មណ៍ថាពិបាកចិត្តហើយខ្ញុំអត់ចង់ឲ្យម៉ាក់ប៉ាដទៃគាត់ជួបនៅអារម្មណ៍បែបហ្នឹងទេដូច្នេះហើយខ្ញុំចង់អំពាវនាវឲ្យបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើជំងឺមហារីកបាតភ្នែកនេះឲ្យខ្លាំងមែនទែនបងប្អូនព្រោះជំងឺនេះតាមពិតទៅគឺកើតនៅខាងក្រៅស្រុកយូរហើយបងប្អូនតែស្រុកខ្មែរយើងក៏មានរៀងយូរឆ្នាំដែរប៉ុន្តែតែផ្ទុះនៃការយល់ដឹងបច្ចុប្បន្នហ្នឹងឯងបងប្អូនពាក់ព័ន្ធជាមួយនឹងជំងឺមហារីកបាតភ្នែកហើយមន្ទីរពេទ្យខ្លះគាត់អត់មានជំនាញអត់មានវិជ្ជាជីវៈអត់ស្គាល់ពាក់ព័ន្ធជាមួយនឹងជំងឺហ្នឹងទេអញ្ចឹងពេលខ្លះកូនគេទៅចឹងគាត់ចេះឲ្យបន្តថ្នាំភ្នែកកូននេះឯងអាចមញោកូនចេះកូនចុះទុកដល់កូនគេដល់ដំណាក់កាលកម្រិតទី5ហើយអាចនឹងឈានដល់បាត់បង់ជីវិតទៀតអញ្ចឹងអាហ្នឹងគឺជាបទពិសោធន៍ដែលខ្ញុំដឹងអញ្ចឹងដូច្នេះហើយខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះបើសិនជាបងប្អូនទាំងអស់គ្នាចង់ឆែកសុខភាពភ្នែករបស់កូនឲ្យបានត្រឹមត្រូវឲ្យចំកន្លែងហើយគិតថាយើងឆែកទៅគឺមានសុវត្ថិភាពដល់អាយុជីវិតកូនរបស់យើងបងប្អូនទាំងអស់គ្នាអញ្ជើញទៅកុមារអង្គរខេត្តសៀមរាបគឺគាត់ត្រូវជំនាញហ្មងមើលភ្នែកទូទៅគាត់មើលព្យាបាលភ្នែកសាឡេវក៏បានឡើងបាយក្មេងក៏បាននិយាយទៅឲ្យតែកុមារភាពគឺគាត់ព្យាបាលទាំងអស់ជាពិសេសគឺយើងអាចតាមដានភ្នែកកូនយើងថាតើមានជំងឺ Retinoblastoma ជំងឺមហារីកបាតភ្នែកហ្នឹងឬក៏អត់ដើម្បីការពារអាយុជីវិតកូនរបស់យើងអរគុណសម្រាប់ការតាមដាននៅវីដេអូមួយនេះហើយក៏ជូនពរដល់កូនរបស់បងទាំងអស់គ្នាមានសុខភាពភ្នែកល្អទាំងអស់គ្នាអរគុណ